រឿងជលកាមហាកាលព្រះបរមសាស្តាទ្រង់ប្រារព្ធចំពោះព្រះជលកានិងមហាកាលព្រះជលកាជាប្អូនរបស់ព្រះមហាកាលលោកបួសមិនទាន់បានមួយវស្សាផងក៏លាចាកសិក្ខាបទសឹកមកជាក្រហមព្រោះភរិយារបស់លោកចេះតែមកធ្វើឲ្យរំខានខ្លាំងពេកចំណែកព្រះមហាកាលដែលជាបងលោកបានមកបួសក្នុងព្រះពុទ្ធសាសនាដោយសទ្ធាជ្រះថ្លាខិតខំចម្រើនអសុភកម្មដ្ឋានរហូតដល់បានសម្រេចអរហត្តផលព្រមទាំងបដិសាមភិទាឯភរិយារបស់ព្រះមហាកាលបានឃើញកិរិយាលួងលោមរបស់ភរិយាព្រះជលកាដែលបានធ្វើឲ្យលោកសឹកហើយទើបគិតនឹងធ្វើជាតម្រាបតាមហើយបានទៅអារាធនាភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានមកទទួលផតតាហារនៅឯផ្ទះរបស់ខ្លួនព្រះសាស្តាព្រមទាំងភិក្ខុសង្ឃបានទទួលផតតាហើយទើបទ្រង់ស្ដេចយាងត្រឡប់ទៅវត្តវិញទុកតែព្រះមហាកាលមួយអង្គប៉ុណ្ណោះហើយនៅចាំធ្វើផតតានមោទនាតាមពាក្យគួរសមនៃពួកភរិយារបស់ព្រះមហាកាលគ្រានោះពួកភរិយារបស់ព្រះមហាកាលបាននាំគ្នាបង្ខំឲ្យលោកលាចាកសិក្ខាបទក៏ប៉ុន្តែព្រះមហាកាលមិនព្រមលាចាកសិក្ខាបទទេព្រោះលោកជាព្រះអរហន្តហើយក៏បានហោះទៅលើអាកាសត្រឡប់ទៅវត្តវិញពួកភិក្ខុទាំងឡាយបានសន្ទនាគ្នាអំពីរឿងរ៉ាវព្រះមហាកាលនិងព្រះជលកាដោយប្រការផ្សេងព្រះសាស្តាទ្រង់ជ្រាបហើយទ្រង់ត្រាស់ប្រគានេះថាសុភានុបាសង្ឃវិហរន្តាំងឥន្ទ្រិយេសុអសង្វុតាំងភោចនមហេអមត្តញ្ញងកុសីតាំងហេញវិរិយ៉ាងតាំងវេបសហតៃមេរោវាតោរុខាងវតុបលាំងអសុភានុបាសង្ឃវិហរន្តាំងឥន្ទ្រិយេសុសុសង្វុតាំងភោចនមហេចមត្តញ្ញងសទ្ធាងអរថវិរិយ៉ាងតាំងវេណបសហតៃមេរោវាតោសេឡាងវបពតាំងមានរមែងក្របសង្កត់បុគ្គលដែលយល់ឃើញនៅអារម្មណ៍ថាល្អមិនសង្រួមក្នុងអន្ត្រីទាំងឡាយមិនស្គាល់ប្រមាណក្នុងភោជនខ្ជិលច្រអូសមានព្យាយាមធូរថយនោះបានដោយស្រួលដោយជាវាយោបក់បោករំលើងនៅដើមឈើដែលមានឫសមិនល្អយ៉ាងនោះឯងតែមានរមែងក្របសង្កត់បុគ្គលដែលយល់ឃើញនៅអារម្មណ៍ថាមិនល្អសង្រួមប្រពៃក្នុងអន្ត្រីទាំងឡាយស្គាល់ប្រមាណក្នុងភោជនមានសទ្ធាប្រារព្ធជាយាមនោះមិនបានដោយជាវាយោបក់បោកភ្នំថ្មតាន់ឲ្យបែកមិនបានយ៉ាងនោះឯងសូមអនុមោទនារឿងភិក្ខុទេវទត្តព្រះបរមសាស្តាទ្រង់ប្រារព្ធសម្ពត់ការសាវពស់របស់ភិក្ខុទេវទត្តសម័យថ្ងៃមួយភិក្ខុទេវទត្តបានសម្ពត់ការសាវពស់ពីញាតិញោមមួយក្រុមសម្ពត់នោះជាសម្ពត់មានសាច់ល្អមានតម្លៃក៏ច្រើនមនុស្សខ្លះនិយាយថាសម្ពត់នេះមិនសមគួរដល់ភិក្ខុទេវទត្តឡើយតែសមគួរដល់ព្រះសារីបុត្រព្រះសាស្តាទ្រង់ជ្រាបហើយទើបទ្រង់សម្ដែងរឿងដែលភិក្ខុទេវទត្តធ្លាប់ក្រងសម្ពត់ការសាវពស់ដែលមិនសមគួរដល់ខ្លួនតាំងតែអំពីដែលទេវទត្តកើតជាព្រានព្រៃបានលួចយកនៅសម្ពត់ការសាវពស់របស់ព្រះបច្ចេកពុទ្ធមួយអង្គមកស្លៀកពាក់ដើម្បីបន្លំខ្លួនធ្វើជាព្រះបច្ចេកពុទ្ធលបចាំសម្លាប់ដំរីដែលដើរនៅពីក្រោយគេបង្អស់ម្ដងមួយក្នុងគ្រានោះឯងព្រះពុទ្ធជាម្ចាស់ទ្រង់បានសោយព្រះជាតិជាស្ដេចដំរី
ឃើញដំរីដែលជាបរិវាររបស់ព្រះអង្គចេះតែបាត់អស់ទៅជាច្រើនទើបសង្កេតមើលនៅហេតុអន្តរាយដែលកើតឡើងមិនយូរប៉ុន្មានក៏បានឃើញជាក់ច្បាស់ថាអន្តរាយនេះកើតឡើងព្រោះមានមនុស្សមកបន្លំខ្លួនធ្វើជាព្រះបច្ចេកពុទ្ធថ្ងៃមួយព្រះអង្គទ្រង់បានអែបមកនៅខាងក្រោយវងម្ដងដើម្បីលបចាំចាប់ព្រានព្រៃនោះលុះព្រះអង្គចាប់ព្រានព្រៃបានហើយក៏ទ្រង់ព្រះតម្រេះថានឹងបោកសម្លាប់ចោលតែព្រះអង្គទ្រង់ត្រេះរិះទន់ក៏មិនបានសម្លាប់គ្រាន់តែអប់រំទូមានព្រានប្រដៅហើយក៏លែងព្រានព្រៃនោះទៅវិញនៅទីបញ្ចប់នៃអតីតនិទានព្រះអង្គទ្រង់ត្រាស់នៅព្រះគាថានេះថាអនកសាវោកាសាវាំងយោវថាំងបរិទហិសតិអបេតោតមៈសច្ចេអ្នកសោកាសាវមៈរហតិយោចវន្តកសាវៈសសីលេសុសមាហេតោឧបេតោតមៈសច្ចេអ្នកសវេកាសាវមៈរហតិបុគ្គលណានៅមានទឹកអំចត់គឺរាគាតិកិលេសក្នុងសន្តានជាអ្នកបោះបង់ការទូមាននៅឥន្ទ្រីនិងសច្ចៈហើយធ្លាក់ដណ្ដប់សម្ពត់ការសាវពស់បុគ្គលនោះមិនគួរនឹងធ្លាក់ដណ្ដប់សម្ពត់ការសាវពស់សោះឡើយលុះតែបុគ្គលណាមានទឹកអំចត់គឺរាគាតិកិលេសខ្ជាក់ចោលអស់ហើយជាអ្នកមានចិត្តតម្កល់មាំនៅក្នុងសិលទាំងឡាយប្រកបដោយការទូមានឥន្ទ្រីនិងសច្ចៈបុគ្គលនោះឯងទើបគួរនឹងស្លៀកដណ្ដប់សម្ពត់ការសាវពស់បានសូមអនុមោទនារឿងសញ្ជ័យបរិពាជៈព្រះបរមសាស្តាទ្រង់ប្រារព្ធការមិនមករបស់សញ្ជ័យបរិពាជៈសម័យដែលព្រះអគ្គសាវកទាំងពីរកំពុងតែស្វែងរកមោក្ខធម៌នោះលោកបានទៅសិក្សាជាមួយនឹងសញ្ជ័យបរិពាជៈនេះឯងព្រោះនៅក្នុងសម័យនោះសញ្ជ័យបរិពាជៈជាគណាចារ្យដែលមានឈ្មោះសម្លេងដ៏ល្បីល្បាញខ្លាំងណាស់ក្នុងទីក្រុងរាជក្រឹស្នក្រោយមកឧបទេសបរិពាជៈគឺព្រះសារីបុត្របានស្ដាប់នៅអរិយសច្ចកថាអំពីសំណាក់នៃព្រះអសជិទ្ធិដោយសង្ខេបហើយក៏បានសម្រេចព្រះសោតាបតិផលទើបត្រឡប់មកបញ្យល់ឲ្យកោលិតបរិពាជៈព្រះមហាមុគលានជាសម្លាញ់របស់ខ្លួនបានស្ដាប់រហូតដល់កោលិតបានសម្រេចនៅព្រះសោតាបតិផលដោយខ្លួនដែរស្រេចហើយនាំគ្នាទៅកាន់សំណាក់គ្រូសញ្ជ័យបរិពាជៈដើម្បីសូមលាទៅក្រាបថ្វាយបង្គំគួរព្រះពុទ្ធជាម្ចាស់ព្រមទាំងបានបបួលគ្រូសញ្ជ័យឲ្យទៅគួរជាមួយផងដែរតែគ្រូសញ្ជ័យមិនព្រមទៅជាមួយឡើយឧបទេសៈនិងកោលិតព្រមទាំងបរិវាររបស់ខ្លួនបាននាំគ្នាទៅគួរព្រះបរមសាស្តាហើយបានក្រាបថ្វាយបង្គំទូលសូមបព្វជិនិងឧបសម្បត្តិជាភិក្ខុក្នុងព្រះពុទ្ធសាសនាលុះបានសម្រេចនៅសោលសកិច្ចហើយក៏បានទទួលតំណែងជាព្រះអគ្គសាវកឆ្វេងស្ដាំក្រោយមកព្រះអគ្គសាវកទាំងពីរបានក្រាបទូលព្រះសាស្តាអំពីរឿងដែលគ្រូសញ្ជ័យមិនព្រមមកគួរព្រះអង្គជាមួយនឹងពួកភិក្ខុតាមពាក្យបបួលព្រះសាស្តាទ្រង់ជ្រាបហើយទើបត្រាស់ប្រគាថានេះថាអសារេសារមតិណោសារេចាសារតេសិណោទេសារងនិធិកេចតិមិច្ឆាសង្កបកោចរាសារញ្ចសារតោញត្វាអសារញ្ចអសារតោទេសង្សារងអធិកេឆន្តិសមាសង្កបកោចរាជនទាំងឡាយណាយល់ឃើញក្នុងធម៌ដែលមានខ្លឹមសារថាជាធម៌មិនមានខ្លឹមសារផងជាអ្នកយល់ឃើញក្នុងធម៌ដែលមិនមានខ្លឹមសារ
ថាជាធម៌មានខ្លឹមសារផងជនទាំងឡាយនោះជាអ្នកមានសេចក្តីត្រេះរិះខុសជាអារម្មណ៍រមែងមិនបាននៅធម៌ដែលមានខ្លឹមសារឡើយឯជនទាំងឡាយណាដែលយល់ឃើញនៅធម៌ដែលមានខ្លឹមសារថាជាធម៌មានខ្លឹមសារផងយល់ឃើញនៅធម៌ដែលគ្មានខ្លឹមសារថាជាធម៌គ្មានខ្លឹមសារផងជនទាំងឡាយនោះជាអ្នកមានសេចក្តីត្រេះរិះត្រឹមត្រូវជាអារម្មណ៍រមែងបាននៅធម៌ដែលមានខ្លឹមសារសូមអនុមោទនារឿងព្រះនន្តថេរព្រះបរមសាស្តាទ្រង់ប្រារព្ធព្រះនន្តថេរដែលត្រូវជាព្រះរាជឱរសរបស់ព្រះនាងបជាបតិគោតមីសម័យថ្ងៃមួយជាថ្ងៃរៀបមង្គលការរបស់ព្រះនន្តកុមារជាមួយនឹងនាងជាអ្នកបតិកល្យាណីគ្រានោះព្រះសាស្តាស្ដេចយាងទៅក្នុងពិធីរៀបមង្គលការរបស់នន្តនោះដែរព្រះអង្គទ្រង់បានប្រទាននៅបាតទៅឲ្យនន្តកាន់ទ្រង់ត្រាស់មង្គលកថាស្រេចហើយទើបស្ដេចយាងត្រឡប់ទៅកាន់វត្តវិញតែព្រះអង្គទ្រង់មិនបានទទួលយកបាតអំពីដៃរបស់ព្រះនន្តវិញឡើយព្រះនន្តបានបីបាតរបស់ព្រះសាស្តាតាមក្រោយព្រះអង្គរហូតដល់វត្តតែម្ដងព្រះសាស្តាទ្រង់ត្រាស់សួរព្រះនន្តថាណែនន្តអ្នកបួសឬព្រះនន្តមិនហ៊ានប្រកែកទើបក្រាបទូលថាបបពុតព្រះអង្គដោយចម្រើនគូព្រះបង្គំនឹងបួសលួសព្រះនន្តបួសហើយមិនបានរៀនសូត្រធម៌អ្វីសោះឡើយព្រោះមួយថ្ងៃលោកកង្វល់តែនឹកទៅដល់នាងជាអ្នកបតិកល្យាណីស្រីខត្តយកញ្ញាដែលទៅតែនឹងរៀបមង្គលការជាមួយគ្នាហើយថ្មីនោះព្រះសាស្តាទ្រង់ជ្រាបហើយទៅនាំព្រះនន្តឲ្យទៅមើលពួកស្រីទេពអប្សរបវរកញ្ញាដែលមានរូបរាងស្អាតជាងនាងជាអ្នកបតិកល្យាណីនៅឯឋានទេវលោកហើយទ្រង់ត្រាស់អប់រំព្រះនន្តថាណែនន្តចូលអ្នកខិតខំជាយាមបំពេញសមណធម៌ឲ្យបានត្រឹមត្រូវតថាគតនឹងជួយដណ្ដឹងស្រីទេពអប្សរបវរកញ្ញាក្នុងឋានសួគ៌នេះឲ្យអ្នកតើអ្នកចង់បាននាងទេពអប្សរបវរកញ្ញាដែលមានរូបឆោមស្អាតបែបណាព្រះនន្តបានលើយ៉ាងដូច្នោះហើយមានចិត្តត្រេកអរពន់ពេកណាស់ខិតខំព្យាយាមបំពេញសមណធម៌យ៉ាងខ្លាំងក្លាជាទីបំផុតព្រោះចង់បានស្រីទេពអប្សរបវរកញ្ញានេះឯងពួកភិក្ខុទាំងឡាយដឹងរឿងនោះហើយទើបនាំគ្នានិយាយរិះគន់ព្រះនន្តដោយប្រការផ្សេងថាព្រះនន្តខំព្យាយាមបំពេញសមណធម៌ព្រោះចង់បាននាងទេពអប្សរមកធ្វើជាភរិយាព្រះនន្តលើពួកភិក្ខុទេសដៀដូច្នេះហើយមានសេចក្តីអៀនខ្មាស់ខ្លាំងណាស់ហើយបានប្រែចិត្តកំណត់ជាថ្មីខិតខំប្រឹងបំពេញសមណធម៌តែម្នាក់ឯងនៅក្នុងព្រៃស្ងាត់រហូតតតែបានសម្រេចព្រះអរហន្តផលក្រោយមកពួកភិក្ខុបានសួរព្រះនន្តថាមនានន្តឥឡូវនេះតើលោកចង់សឹកដែរឬទេព្រះនន្តឆ្លើយថាខ្ញុំព្រះករុណាមិនត្រូវការចង់សឹកទៀតទេពួកភិក្ខុលើដូច្នោះហើយក៏ចោទព្រះនន្តថាជាអ្នកពោលអួតនៅគុណធម៌ដែលមិនមានក្នុងខ្លួនហើយបាននាំរឿងនេះទៅក្រាបទូលដល់ព្រះសាស្តាទ្រង់ត្រាស់ថាមនាភិក្ខុទាំងឡាយព្រះនន្តបានពោលត្រឹមត្រូវហើយបន្ទាប់មកទ្រង់ត្រាស់នៅប្រគាថានេះថាយៈថាអគារាងទុច្ឆានੰវុទ្ធិសមតិវិជ្ជតិអេវាងអភិវិតាំងចតាំងរាគោសមតិវិជ្ជតិយៈថាអគារាងសុច្ឆានੰវុទ្ធិនសមតិវិជ្ជតិអេវាងសុភាវិតាំងចតាំងរាគោនសមតិវិជ្ជតិដំណក់ទឹកភ្លៀងតែងលិចស្រោចនៅផ្ទះដែលគេប្រក់មិនបានចិត្តល្អហើយយ៉ាងណាមិញរាគៈតែងចាក់ទម្លុះនៅចិត្តដែលបុគ្គលមិនបានអប់រំល្អហើយក៏យ៉ាងនោះដែរដំណក់ទឹកភ្លៀងមិនលិចស្រោចនៅផ្ទះដែលគេបានប្រក់ចិត្តល្អហើយយ៉ាងណាមិញរាគៈក៏មិនចាក់ទម្លុះនៅចិត្តដែលបុគ្គលបានអប់រំល្អហើយក៏យ៉ាងនោះដែរសូមអនុមោទនារឿងនាយចន្ទៈសោករិកៈព្រះបរមសាស្តាទ្រង់បានប្រារព្ធនៅបរិសសម្រាប់ជ្រុកម្នាក់ឈ្មោះចន្ទៈសោករិកៈនាយចន្ទៈសោករិកៈនេះជាមនុស្សគ្មានសិលធម៌
ប្រចាក់មេត្តាចិត្តគិតតែពីកាប់សម្រាប់ជ្រុកយកសាច់លក់ចិញ្ចឹមជីវិតអស់រយៈពេល55ឆ្នាំគាត់មិនដែលបានធ្វើបុណ្យឲ្យទានបន្តិចសោះថ្ងៃដែលគាត់បានឃើញបាបកម្មដ៏កាចសាហាវរបស់គាត់នោះគឺថ្ងៃដែលគាត់ចិត្តនឹងស្លាប់គាត់មានសេចក្តីក្តៅក្រហល់ក្រហាយអន្ទះអន្ទែងវាទៅមកបីដូចជាភ្លើងក្នុងអវិជ័យនរកដុតរោទាំងអស់រើបង្រាស់ននាដូចជាសត្វជ្រូកដែលគាត់សម្លាប់ដោយយកទឹកក្តៅច្រកក្នុងមាត់ដើម្បីសម្លាប់យ៉ាងនោះឯងគាត់ទទួលទុក្ខវេទនាបែបនេះរហូតដល់ទៅ7ថ្ងៃទើបបានធ្វើមរណកាលទៅកើតសោយទុក្ខវេទនានៅក្នុងអវិជ័យនរកនៅពេលដែលនាយចន្ទៈសូករិកៈកំពុងតែទទួលនៅទុក្ខវេទនារវាង7ថ្ងៃនោះភិក្ខុទាំងឡាយបាននិមន្តទៅដើម្បីបណ្ឌបាតនៅក្បែរផ្ទះគាត់ហើយបានឮនៅសំឡេងស្រែកទួញយំដូចជាជ្រូកស្រែកទើបនាំយករឿងនេះទៅក្រាបទូលព្រះបរមសាស្តាព្រះបរមសាស្តាទ្រង់ត្រាស់ថាសំឡេងនោះគឺមិនមែនជាសំឡេងជ្រូកស្រែកទេគឺជាសំឡេងរបស់នាយចន្ទៈសូករិកៈហើយបានជាព្រះអង្គទ្រង់ត្រាស់នៅប្រគាថាយ៉ាងនេះថាឥធិសោចតិពេចសោចតិបាបការីឧភយដ្ឋសោចតិសោសោចតិសោវិហញ្ញតិទិស្វាកម្មកិលន្ធមត្តណោបុគ្គលអ្នកធ្វើបាបតែងសោកស្ដាយក្នុងលោកទាំងពីរគឺសោកស្ដាយក្នុងលោកនេះផងក្នុងលោកខាងមុខផងបុគ្គលនោះតែងសោកស្ដាយក្តៅក្រហាយព្រោះឃើញអំពើសៅហ្មងរបស់ខ្លួនសូមអនុមោទនា